bà xong group chụp điệp xu bà lục cừu ngọc khi này là nông nặng phía sau ông lấy bà cái này thì nhung miên bà mê riêng muối để tẹt tông chụp muối nừng Unit 10 lesson B bà I'll give it some thought bà I give it some thought trong miền Thái khi ông đừng dọc peel bằng tay từ cất mơ rồi có khi ông đừng cất mơ bằng tay sần nè bà I'll give it some thought bà cho nên không miền này từ đừng những dễ MP giving and bà considering advice bà giving and considering advice miền Thái cả đó nângพิจารณาទៅលើដំបូន្មានបាទអញ្ចឹងយើងមាន conversation តាក់ទងជាមួយនឹងបាទ Meta ជាមួយនឹង Brian តាក់ទងជាមួយនឹងការប្រើប្រាស់កន្សោមនៃប្រយោគណា expression ចំនួន6ដែលតាក់ទងជាមួយនឹង advising against something បាទមួយទៀតគឺ considering advice បាទអញ្ចឹង advising against something មានន័យថាបាទការមិនណែនាំឲ្យធ្វើបាទមិនណែនាំឲ្យធ្វើទៅទេវាគឺជាដំបូន្មានបាទមិនឲ្យធ្វើទី2គឺដំបូន្មានសម្រាប់ការឲ្យពិចារណាថាយើងគួរធ្វើវានៅពេលណាឬក៏ណែគួរតែធ្វើវាចេះចឹងទៅបាទអញ្ចឹងយើងមាន struct មុននឹងយើងចាប់ដើមអានបទភាសាដើមយើងស្ដាប់ទៅលើ struct ទាំងអស់គ្នាអូខេ B. I'll give it some thought. Page 96. Exercise 1. Interactions. Giving and considering advice. Part B. What's wrong, Brian? Well, my job is just really stressful right now. My boss just seems to give me more and more work. It's not fair. That's not good. Actually, I'm thinking about quitting and looking for another job. Really? I wouldn't recommend that. Why not? Well, because you may not find something better. And that would just give you more stress. Have you thought about talking to your boss? Not really. Why don't you try that? Maybe there is something he can do. I'll see. បាទអញ្ចឹងនេះគឺជាភាសាដើមសម្រាប់គេប្រើប្រាស់បាទតើតើជាមួយនឹងការប្រើប្រាស់ការសន្ទនាអញ្ចឹងយើងមុននឹងយើងចូលទៅដល់ការសន្ទនាលើ teacher នឹងបញ្យល់អំពី advising បាទ advising against បាទ against ស្ថិតមកដោយសារថានេះដូចជា against ធម្មតាដែរប៉ុន្តែដល់ពេលដែលយើងថែម st វាស្មើនឹងការប្រឆាំងអញ្ចឹងបើយើងបូកជាមួយនឹង advising against something មានន័យថាការមិនណែនាំឲ្យយើងធ្វើណាការមិនណែនាំឲ្យយើងធ្វើមានន័យថាប្រឆាំងបាទប្រឆាំងជាមួយនឹងបុគ្គលម្នាក់ទៀតដែលគេនិយាយជាមួយយើងហ្នឹងបាទអញ្ចឹងក្នុងនេះគឺមាន3 I wouldn't recommend that ទី1ណា I wouldn't recommend that ទី2 I don't think about I don't think you should do that បាទ I don't think you should do that and the last one I'm not sure that is the best idea បាទឥឡូវ teacher បកម្ដងមួយខ្ញុំមិនណែនាំឲ្យអ្នកឯងធ្វើបែបនេះទេបាទខ្ញុំគិតថាអ្នកឯងកុំគួរធ្វើបែបនេះអីបាទទី3 I'm not sure that is the best idea ហើយខ្ញុំមិនប្រកាសថានេះគឺជាគំនិតដ៏ល្អបំផុតនោះទេបាទយើងនិយាយមួយគេទៅគេនិយាយថាយើងនឹងឈប់ចេញចូលទៅដល់ពេលដែលគាត់និយាយថា I'm not sure that is the best idea បាទគាត់នឹងនិយាយថាខ្ញុំមិនគិតថានេះគឺជារឿងដែលល្អបំផុតនោះទេដែលអ្នកឯងគិតហ្នឹងតោះឥឡូវយើងចូលទៅដល់អ្នកដែលគេពិចារណាមកវិញបាទយើងស្ដាប់គេហើយយើងពិចារណាមកវិញកន្លែងនេះគឺស្មើនឹងពាក្យពេញថា I will ប៉ុន្តែនៅពេលដែលយើងនិយាយ I'll see គឺស្មើនឹងមនុស្សមិត្តដែលមានអាយុស្មើគ្នាបាទ I'll see មានន័យថាខ្ញុំនឹងពិចារណាមើលបាទមួយទៀតគឺ I'll think about it ខ្ញុំនឹងពិចារណានឹងគិតអំពីវាជាចុងក្រោយគេ polite ជាងគេណាមានន័យថានិយាយដូចសាស្ត្រាចារ្យមួយដែលគេផ្ដល់ដំបូន្មានឲ្យយើងចឹងគេតំណាក់ធំខ្ពស់គាត់វ័យយ៉ាងចាស់យើងនិយាយថា I'll give it some thought បាទខ្ញុំនឹងយកពេលវេលាទៅគិតម្ដងបន្តិចចឹងទៅលោកគ្រូបាទនេះណាចឹងនេះគឺជាប្រយោគមួយដែលបាទ considering បែប polite ជាងគេបែបគោរពនឹងឲ្យតម្លៃជាងគេតោះឥឡូវយើងទៅមើល conversation ដែល Meta គាត់និយាយថា what's wrong Brian មានបញ្ហាអីគេ Brian ចឹងទៅ
but well my job is just really stressful right now my boss just seem to give me more and more work it is not fair ចឹងមានថាកន្លែងការងាររបស់ខ្ញុំមានន័យថាការងាររបស់ខ្ញុំវាពិតជាស្មុគស្មាញនឹងតានតឹងណាស់ឥឡូវហ្នឹងបាទមេរបស់ខ្ញុំហាក់ដូចជាផ្ដល់ការងារលើសលប់ច្រើនជាងគេជាងឯងមកដល់ខ្ញុំវាពិតជាបាទមិនស្មើភាពគ្នានោះទេ not fair បាទហើយអ្នកតាក៏និយាយថា that is not good that's not good ចឹងទៅអូវាពិតជារឿងដែលមិនល្អសោះបាទ Brian ក៏តបមកវិញថា actually I'm thinking about quitting and looking for another job បាទពិតណាស់បាទប្រកាសមែនហើយខ្ញុំមានការគិតថាខ្ញុំនឹងចង់ឈប់ហើយស្វែងរកកន្លែងនេះយើងទៅមើលឬក៏ស្វែងរកមើលការងារផ្សេងទៀតហើយបាទ really បាទ I don't បាទ I wouldn't recommend that បាទពិតអត់អូខ្ញុំមិនណែនាំឲ្យឈប់នោះទេស្មើតែហ្នឹងបើសិនជាការដែលគេនិយាយខាងលើគេចង់ឈប់នេះ quitting ហ្នឹងមានន័យថាការឈប់ចង់ឈប់ឈប់ផ្ដាច់ហ្មងមិនមែនឈប់ sick leave អីគឺចង់ឈប់តម្រាក់ពីការងារហ្នឹងហ្មងបាទអញ្ចឹងគាត់អត់ចង់ឲ្យធ្វើទេគេប្រើពាក្យអីគេប្រឆាំងបាទណាបាទមិនពាក្យឯងសំទោសគឺប្រយោគមួយ expression មួយដែលគេប្រឆាំងណាគេប្រើឡើយនេះអញ្ចឹង teacher សូម highlight ហើយនេះគឺជា advising ណាបាទ I wouldn't recommend that តែក៏សួរថា why not ហេតុអីមិនអាចបាទ well because you may not find something better បាទពីព្រោះថាអ្នកឯងប្រកាសបាទប្រហែលជាមិនអាចស្វែងរកការងារដែលល្អជាងនឹងនោះទេវាមិនប្រកាសទេណា and that would just give you more stress បាទសូមទោសម្ដងទៀត and that would just give you more stress បាទអញ្ចឹងមិនប្រកាសថាយើងផ្លាស់ប្ដូរការងារទៅការងារចាស់ទៅរកការងារថ្មីវាផ្ដល់ផលល្អឲ្យយើងនៅទេជួនណាទៅដល់ប្រាក់កម្រៃក៏បានតិចជាងឬក៏ទៅដល់គេគិតថាយើងបុគ្គលិកថ្មីគេឲ្យការងារមកយើងកាន់តែច្រើនទៅវាអាចបណ្ដាលឲ្យគាត់ more stress ទៀតណាបាទអញ្ចឹងគាត់នឹងផ្ដល់យោបល់ឲ្យទៀតដែរបាទ Have you thought about talking to your boss បាទ Have you thought about talking to your boss តើអ្នកឯងធ្លាប់បានតើអ្នកឯងធ្លាប់គិតទេថានិយាយរឿងរ៉ាវនេះជាមួយនឹងថ្នាក់ដឹកនាំរបស់ខ្លួនបាទធ្លាប់គិតទេបាទហើយ Brian ក៏និយាយថា not really អត់បានគិតផងអត់បានថាមាននឹងនិយាយលើកលើទៅនិយាយជាមួយនឹងមេទេបាទ Why don't you try that បាទអ្នកហេតុអីបានអ្នកឯងអត់សាកល្បងធ្វើទៅ Maybe there is something he can do ប្រហែលជាមានការងារខ្លះបាទគាត់អាចជួយសម្រួលយើងបានហើយ Brian ក៏គាត់បាននិយាយ considering advice គឺគាត់និយាយថា I'll see បាទខ្ញុំនឹងពិចារណាមើលថាគួរតែនិយាយជាមួយមេអត់នេះគឺជាការបញ្យល់បកស្រាយបាទតាក់ទងជាមួយនឹងការប្រើប្រាស់បាទកិច្ចសោមទាំង6ដែលតាក់ទងជាមួយនឹង advising against something បាទមានន័យថាការណែនាំមិនឲ្យធ្វើហើយនឹងការដែលពិចារណាបាទអរគុណច្រើននេះពេលមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងជួបគ្នាសប្តាហ៍ក្រោយសូមព្រះប្រទានពរ